បងដែលប្រើឡានមកស៊ូតហើយជន់យកលបឿនហ្មងវាអត់ចង់ទៅហើយជាបងអត់ដឹងទេមើលវីដេអូនេះខ្ញុំប្រាប់នៅពេលដែលតម្រង់មកស៊ូតនេះវាស្ទះខ្លាំងណាអញ្ចឹងបងបើកបរធម្មតាអូខេយើងជន់ស្បឺតធម្មតាហ្នឹងគឺវាផ្គត់ផ្គង់ប្រេងមកស៊ូតទៅបានគ្រប់គ្រាន់ប៉ុន្តែដល់ឡែកនៅពេលដែលបងជន់យកលបឿនវ៉ាឬក៏លបឿនឲ្យលឿនហ្មងឬក៏ឡានយើងដឹកធ្ងន់ហ្នឹងវាត្រូវការប្រេងមកស៊ូតច្រើនអញ្ចឹងស្ទះតម្រង់ហ្នឹងគឺប្រេងទៅអត់គ្រប់ទេអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងខ្សោយហើយពេលខ្លះអាចរលត់ទៀតអញ្ចឹងបងពិនិត្យមើលហើយត្រូវការបដូរវាជាធម្មតា40000គីឡូហ្នឹងបងត្រូវបដូរហើយក្នុងលក្ខខណ្ឌយើងប្រើម៉ាស៊ូតល្អណាបើម៉ាស៊ូតអត់ល្អទេយើងត្រូវការធ្វើការឆែកមើលវាអញ្ចឹងដើម្បីកុំឲ្យម្លងវីដេអូក្រោយៗបងជួយ follow ម្នាក់មួយផងអរគុណច្រើន